បាទសួស្តីអឺថ្ងៃនេះខ្ញុំមានចំណេះដឹងបន្តិចបន្តួចទាក់ទងទៅនឹងពលករមួយចំនួនដែលគាត់មានបញ្ហាផ្លាស់ប្ដូរការងារប៉ុន្តែគាត់អត់មានពេលវេលាទៅកាន់ក្រសួងការងារដើម្បីឆែកឬក៏ពិនិត្យមើលថាតើលោកថៅកែរបស់គាត់បានសញ្ញេផ្ដាច់កុងត្រាឬក៏សញ្ញេឲ្យគាត់ចេញពីក្រុមហ៊ុនឬក៏រោងចក្រហើយឬនៅអញ្ចឹងអ្នកខ្លះទៅគាត់មានពេលវេលាទៅកាន់ក្រសួងការងារផ្ទាល់ប៉ុន្តែអ្នកខ្លះទៀតគាត់អត់មានពេលវេលាទៅអញ្ចឹងគាត់អាចធ្វើការឆែកមើលដល់ខ្លួនឯងបានវាមានវិធីសាស្ត្រងាយទេក៏អត់លំបាកទេអញ្ចឹងយើងគ្រាន់តែចូលទៅក្នុងអ៊ីនធឺណិតបន្តមកទៀតគឺយើងវាយពាក្យថា EPS ពេលនេះវានឹង load ចេញមកគឺដោយសារតែខ្ញុំធ្លាប់ឆែករួចហើយអញ្ចឹងវា load មក eps.go.kr ហ្នឹងយើងយកវាតែម្ដងបាទយើងឃើញទង់ជាតិច្រើនមែនទែនហើយយើង zoom វាមកយើងចុចលើទង់ជាតិប្រទេសកម្ពុជាយើងដោយសារតែខ្ញុំមាន ID រួចជាស្រាច់ហើយធ្លាប់ log in អញ្ចឹងវាមានជាប់នៅក្នុងនឹងស្រាប់ដូច្នេះបងប្អូនគ្រាន់តែមាន ID ឆែកឈ្មោះ ID ឆែកឈ្មោះកាលនៅខ្មែរយើងធ្លាប់ដាក់ពាក្យហើយយើងឆែកមើលថាតើគេបញ្ជូនឬក៏មិនទាន់បញ្ជូនយើងអាចឆែកមើលតាមនឹងបានណាយើងគ្រាន់តែមាន ID ហ្នឹងហើយនឹង password របស់វាអញ្ចឹងខ្ញុំសាកល្បងឆែកឈ្មោះរបស់ខ្ញុំផ្ទាល់តែម្ដងមិនបាច់មិញខ្ញុំលុបចេញហើយប៉ុន្តែខ្ញុំឆែកឲ្យមួយសារទៀតខ្ញុំវាឈ្មោះរបស់ខ្ញុំដោយសារខ្ញុំធ្លាប់ឆែកហើយដូច្នេះវា load មកស្រាប់អញ្ចឹងខ្ញុំចុចលើវាតែម្ដងហើយ password ក៏មានដែរបន្ទាប់ពីយើងវាយ ID រួចហើយយើងត្រូវវាយ password រួចហើយយើងក៏ធ្វើការ log in សូមបញ្ជាក់ផងដែរថាអ្វីដែលសំខាន់ទី1គឺឈ្មោះ ID របស់យើង ID ហ្នឹងគឺ ID ដែលយើងបង្កើតឡើងសម្រាប់ឆែកមើលដំណើរការអន្តោប្រវេសន៍របស់យើងថាតើគេបញ្ជូនឈ្មោះយើងហើយឬនៅឬក៏មិនទាន់បញ្ជូនអញ្ចឹងយើងត្រូវមាន ID ហ្នឹងហើយ password យើងចាំវាឲ្យបានច្បាស់យើងអាចរក្សាវាទុកឲ្យបានល្អហើយប្រើឲ្យបានគ្រប់ពេលវេលាបន្តមកទៀតយើងនឹងឃើញថាមានពិន្ទុមានអីនៅនឹងស្រាប់តែម្ដងនេះជា ID របស់ខ្ញុំផ្ទាល់ពិន្ទុប៉ុណ្្នឹងឯងអញ្ចឹងតើយើងចុចកន្លែងណាដើម្បីដឹងថាតើកែសញ្ញេឲ្យយើងឬក៏ពុំទាន់សញ្ញេយើងមើលមកខាងក្រោមបង្អស់អញ្ចឹងយើងមើលខាងក្រោមនេះយើងមើលពីលើមកគឺដាក់មើលដំណើរការអន្តោប្រវេសន៍អានឹងទី1បន្តមកទៀតការប្រឡងតេស្តជំនាញនិងអនុវត្តអញ្ចឹងមានរហូតមកដល់ខាងក្រោមគេសរសេរជាភាសាអង់គ្លេសគេសរសេរថាខ្ញុំសូមឲ្យមើល certification of career ណា certification of career មានន័យថាវិញ្ញាបនបត្រនៃការងារដូច្នេះយើងមើលយើងគ្រាន់តែចុចលើវាទៅវានឹង load ទិន្នន័យឲ្យយើងមើលកន្លែងណាទើបដឹងថាយើងទើបដឹងថាតើកែសញ្ញេឲ្យឬក៏មិនទាន់សញ្ញេពាក្យថាសញ្ញេគឺមានន័យថាពលករហ្នឹងគាត់មានបំណងបដូររោងចក្រឬក៏បដូរក្រុមហ៊ុនរួចហើយអញ្ចឹងដោយសារខ្ញុំធ្លាប់ផ្លាស់ប្ដូរកន្លែងការងារដល់ទៅ3កន្លែងការងាររបស់ខ្ញុំគឺមានដូចនៅក្នុងនេះស្រាប់តែម្ដងលេខ1លេខ2លេខ3ណាអញ្ចឹងកន្លែងការងាររបស់ខ្ញុំដំបូងគេគឺរាប់ពីលើមកបញ្ច្រាស់មកវិញណាលេខ3លេខ2លេខ1អញ្ចឹងកន្លែងការងារខ្ញុំទី1គឺចាប់ផ្ដើមពីកាលបច្ឆេទនៅកន្លែងណាយើងមើលនៅខាងលើនេះកាលបច្ឆេទរបស់វាគឺ2014ខែ11ថ្ងៃទី3នឹងបានបញ្ចប់នៅថ្ងៃទី14ខែ4ឆ្នាំ2015អញ្ចឹងបើសិនជាថៅកែគេសញ្ញេរួចវាមានកាលបច្ឆេទវាមានថ្ងៃខែឆ្នាំទាំងសងខាងណាអញ្ចឹងខ្ញុំធ្វើការនៅរោងចក្រឬក៏ក្រុមហ៊ុនដំបូងគឺមានរយៈពេលប៉ុណ្ណឹង2014ខែ11ថ្ងៃទី3រហូតដល់2015ខែ4ថ្ងៃទី14ធ្វើបានបញ្ចប់បើសិនជាគេអត់ទាន់សញ្ញេទេគឺអត់ទាន់មានឃើញកាលបច្ឆេទឯកន្លែងហ្នឹង
យើងមើលមកកន្លែងការងារដែលខ្ញុំធ្វើរាល់ថ្ងៃនៅខាងក្រោមគេប្រអស់គឺកន្លែងការងារដែលខ្ញុំកំពុងតែធ្វើហ្នឹងគឺខ្ញុំអត់មានផ្លាស់ទេគឺខ្ញុំចាប់ផ្ដើមថ្ងៃទី7 ខែ 7 2016 អញ្ចឹងមានន័យថាខ្ញុំកំពុងធ្វើខ្ញុំអត់មានត្រូវសញ្ញេចេញឬក៏ផ្លាស់ទៅណាទេអញ្ចឹងអត់មានកាលបច្ច័យនៅខាងស្ដាំទេឬក៏នៅខាងក្រោមទេអញ្ចឹងបងប្អូនអាច check មើលបានដោយខ្លួនឯងដោយគ្រាន់តែមាន ID និងលេខ password របស់វាបានល្អបន្ទាប់មកយើងវា log in ទៅហើយវានឹង load ទិន្នន័យឲ្យយើងបន្ទាប់ពី load ទិន្នន័យគឺយើងគ្រាន់តែចុចលើពាក្យថា certification of carrier យើងចុចលើវាទៅយើងនឹងដឹងណាយើងអូសមកខាងក្រោមនេះមកជ្រុងនេះមកខាងយើងនឹងឃើញថាតើទៅកែសញ្ញេឬក៏មិនសញ្ញេពេលដែលសញ្ញេផ្ដាច់គឺមានន័យថាកាលបច្ច័យហ្នឹងគឺត្រូវបានចុះនៅក្នុងហ្នឹងឯងតែបើអត់ទាន់សញ្ញេទេគឺនៅទៅទេម្ដងគឺមានតែកាលបច្ច័យចាប់ផ្ដើមតែប៉ុណ្ណោះអរគុណនេះជាចំណេះដឹងបន្តិចបន្តួចសម្រាប់ចែកជូនដល់បងប្អូនពលករមួយចំនួនដែលគាត់ដូចថាពិបាកក្នុងការទៅក្រសួងការងារផ្សេងៗដើម្បីពិនិត្យមើលផ្ទាល់អញ្ចឹងណាបាទអរគុណច្រើនហើយជួយ share និង like បន្តដើម្បីចែកចាយដល់បងប្អូនពលករក៏ដូចជាអ្នកដែលអត់ទាន់បានមកក្តីឲ្យគាត់បានយល់អរគុណជំរាបលា